អ៊ីឆេងអូហេងចាប់ផ្ដើមតាំងពីឆ្នាំ1995តាំងពីកវិកឆ្នាំដែលយើងពុយម៉ែប្រមូលពីអ្វីដែលសេះសល់របស់ថាចំនួនចាស់ដំបូងឡើងយើងពិបាកមួយសារហើយដោយសារយើងដឹងហើយថាអ្វីដែលចាប់ផ្ដើមដំបូងទាំងធនធានទាំងថាសម្ភារៈអីទាំងអស់អញ្ចឹងយើងខ្វះមុខខ្វះក្រោយខ្វះសពទាំងអស់យើងត្រូវការបំពេញនៅអ្វីដែលខ្វះខាតរបស់យើងវត្ថុធាតុដើមនឹងត្រូវការពេលវេលាសម្រាប់ប្រើប្រាស់នឹង1ឆ្នាំទៅទៀតបាទវាមិនមែនថាធ្វើថ្ងៃនេះស្អែកឡើងយើងយកវត្ថុធាតុដើមនោះចេញទៅទឹកត្រីបានទេតិចបំផុតត្រូវការ1ឆ្នាំអញ្ចឹងពាក់ព័ន្ធនឹងទឹកត្រីកពតយើងជាខេត្តមួយដែលសម្បូរទៅដោយប្រភពជលផលយើងក្បែរនេសាទនៅទឹកសមុទ្របាទហើយទី2យើងជាវត្ថុធាតុដើមដែលមានស្រែអំបិលនៅក្នុងខេត្តកពតយើងតែម្ដងត្រីហ្នឹងជាត្រីមួយដែលថាខុសពីត្រីទឹកសាបដោយសារវាអត់មានឆ្កាអត់មានអីទេអត់មានខ្លាញ់អីទេដែលយើងធ្វើទៅគឺបានន័យថាឈាមវាប្រូតេអ៊ីនត្រីវាហ្នឹងគឺសម្បូរសម្រាប់ឲ្យទឹកត្រីហ្នឹងវាមានអាស្តង់ដារខ្ពស់តែម្ដងបន្តទៀតហ្នឹងគឺយើងត្រូវការកែគុណនៅអ្វីដែលយើងមានអញ្ចឹងយើងរីកពីម្ដងតិចឆ្នាំទៅឆ្នាំរហូតដល់យើងបានមានកម្រងដែលមានយូឌីដូដែលគាត់ចាប់ផ្ដើមដើម្បីធ្វើឲ្យសហគ្រាសធុនតូចមធ្យមឬក៏អាជីវកម្មដែលពាក់ព័ន្ធជលផលហ្នឹងឲ្យមានថានិរន្តរភាពស្ថិរភាពដើម្បីធ្វើពួកជ័យជាមួយទីផ្សារខាងក្រៅតកតងជាមួយនឹង certificate CQI យើងមានផលប្រយោជន៍ទៅលើសហគ្រាសដោយសារពេលដែលយើងអនុវត្ត CQI គឺផលិតផលរបស់យើងចាប់ផ្ដើមមានស្ថិរភាពនៃគុណភាពទទួលបានជាមួយនឹងការត្រួតពិនិត្យ raw material ចូលមានប្រភពច្បាស់លាស់ពិសេសទៅលើការទទួលត្រីមុនពេលដែលយើងទទួលអ្នកផ្គត់ផ្គង់គឺយើងត្រូវការចុះទៅឆែកមើលការអនុវត្តរបស់គាត់យ៉ាងហោចណាស់ក៏គាត់មាន personal hygiene ទៅលើការអនុវត្តในពេលដែលគាត់ប្រមូលផលហើយទី2ពាក់ព័ន្ធជាមួយនឹងការចុះត្រួតពិនិត្យទៅលើស្រែអំបិលព្រោះដោយសារយើងក៏តកតងជាមួយ raw material គឺអំបិលគឺសំខាន់សម្រាប់ការធ្វើទឹកត្រីដូចគ្នាលើពីនឹងទៀតយើងមានតកតងជាមួយនឹងការប្រព័ន្ធនៃការបណ្ដុះបណ្ដាលបុគ្គលិកមិនថាទាំងបុគ្គលិកនេះធ្វើការនៅក្រុមហ៊ុន Icheng Heng ទេតកតងជាមួយនឹងខាងអ្នកផ្គត់ផ្គង់ការអ្នកនេសាទប្រជាកសិករដែលគាត់ប្រមូលត្រីក៏យើងក៏ហៅគាត់មក training ទៅលើការអនុវត្តអនាម័យល្អនៅក្នុងផលិតកម្មរបស់គាត់តកតងជាមួយទឹកត្រីដែលយើងទទួលបានផលិតផលសម្គាល់ភូមិសាស្ត្រហ្នឹងគឺទី1ទឹកត្រីងើហេង Premium សញ្ញាគីតូហើយនិងទី2ទឹកត្រីសញ្ញាកប៉ាធំអញ្ចឹងការបន្ទុំរបស់យើងគឺយើងមានប្រើប្រាស់ជាមួយនឹងធុងឈើដែលក្នុងហ្នឹងគឺយើងមានតែប្រភេទត្រីហើយនិងអំបិលសតពីហ្នឹងហើយបន្ទុំរយៈពេលចាប់ពី2ឆ្នាំឡើងទៅហើយក្នុងដំណាក់កាលនៃការបន្ទុំហ្នឹងដែរក៏យើងមានការត្រួតពិនិត្យគុណភាពជារៀងរាល់3ខែម្ដងរហូតដល់ទឹកត្រីហ្នឹងទទួលបានជាមួយនឹងគុណភាពមួយដែលមានពណ៌បែបក្រហមក្រមៅទី2ក្លិនដែលឈ្ងុយហើយនិងទី3ពាក់ព័ន្ធជាមួយនឹងកម្រិតប្រូតេអ៊ីនខ្ពស់តកតងជាមួយនឹងទីផ្សារដែលយើងផ្គត់ផ្គង់មាននៅក្នុងស្រុកហ្នឹងយើងអាចហៅឃើញបាននៅក្នុងផ្សារទំនើបមួយចំនួនដូចជានៅជីបម៉ង់ Eon Macro Lucky ហើយនិងតាមបណ្ដាខេត្តមួយចំនួនផងដែរចំណែកឯទីផ្សារខាងស្រុកយើងបាននាំចេញរួចទៅកាន់ប្រទេសអូស្ត្រាលី New Zealand អាមេរិកហើយនឹងបានចាប់ផ្ដើមសហការនាំចេញជាមួយនឹងប្រទេសកូរ៉េហើយនិងប្រទេសជប៉ុនផងដែរ